xong rồiជំរាបសួរលោកគ្រូខ្ញុំឈ្មោះឡាត់សវណ្ណរក្សានៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដែល set up DNS server តើមុនដំបូងមុននឹងចូលការ set up ហ្នឹងគឺត្រូវស្គាល់ថា DNS ហ្នឹងគឺពាក្យពេញថា domain name systems តើ domain name systems ហ្នឹងវាជាអីគេ domain name system ហ្នឹងគឺជា service មួយដែលប្រើប្រាស់សម្រាប់បកស្រាយពី host name ទៅកាន់ជា IP address ឬក៏ពី IP address ទៅកាន់ជា host name វិញឧទាហរណ៍ថា 8.8.8.8 អាហ្នឹងគឺជា IP address មួយបើយើង translate ទៅគឺជា IP address របស់ google.com អាហ្នឹងគឺជា DNS DNS គឺជា DNS តបមកនឹងឆ្លើយសំណួរមួយទៀតថាហេតុអីបានគេប្រើប្រាស់ DNS server ហ្នឹងការប្រើប្រាស់ DNS server ហ្នឹងដោយសារតែយើងជាមនុស្សពិបាកក្នុងការចាំ IP ឧទាហរណ៍ថាចាំ IP ថា 192.168.132.128 ចឹងទៅគឺវាពិបាកចាំតាគឺអត់មានអ្នកគេថាចាំវាហ្មងទេដល់ចឹងទៅបានគេបង្កើតជា name ឬក៏ host name ហ្នឹងសម្រាប់ឲ្យងាយស្រួលចាំដូចថាយើង ping ទៅកាន់ google.com នេះគឺជា host name បើមួយទៀតយើង ping ទៅកាន់ IP address នេះគឺជា IP address ពេលដែលយើង ping 8.8.8.8 ហ្នឹងគឺវាដូចទៅនឹង ping ទៅនឹង google.com ប៉ុន្តែអ្នកភាគច្រើនគឺអត់ចាំថា 8.8.8.8 ហ្នឹងអីគេទេប៉ុន្តែគេចាំថា google.com អញ្ចឹងទៅពេលយើង ping ទៅរកគ្នាហ្នឹងក៏វា translate ទៅអញ្ចឹង DNS ហ្នឹងបានន័យថា DNS ហ្នឹងគឺជា system មួយឬក៏ជា service ដែលប្រើប្រាស់សម្រាប់ translate ពី host name ទៅកាន់ជា IP address នៅខាងក្រោមនេះឬក៏ពី IP address ទៅកាន់ជា host name វិញឥឡូវបន្ទាប់ពីយើងដឹងថា DNS ហ្នឹងឯគេហើយរបៀបនៃការហេតុអ្វីបានគេប្រើប្រាស់ DNS អញ្ចឹងយើងមកដល់ configuration part មុនដំបូងហ្នឹងគឺយើងត្រូវ download DNS server packet គឺយើងអាចទៅសេយំ install bind 9 ហើយនឹង bind 9 util.y នេះគឺជា command line សម្រាប់គឺជា command line សម្រាប់ download ហ្នឹងឥឡូវខ្ញុំសូមផ្លាស់ប្ដូរពី user ទៅកាន់ root សិនអូខេឥឡូវយើងទៅចូល root ហើយខ្ញុំនឹងចាប់ផ្ដើម install DNS server packet អូខេខ្ញុំនឹងស្វែងរក DNS packet DNS server packet សូមចាំបន្តិចអូខេនេះគឺជា command សម្រាប់ install ហ្នឹងអូខេបន្ទាប់ពីបាន install រួចមកហើយខ្ញុំនឹងបើកឲ្យ DNS server ហ្នឹងខ្ញុំនឹង enable DNS server ហ្នឹងហើយខ្ញុំនឹង start DNS server ហ្នឹងផងដែរអូខេឥឡូវគឺវា create systems link ហើយគឺមានកន្លែងដែល name service ហើយមួយ name service កន្លែង user ហើយនឹង etc មកហើយបន្ទាប់មកខ្ញុំនឹង check ថាវាដំណើរការនៅគឺ check មើល status របស់វាអូខេបន្ទាប់ពីបាន check status ហើយយើងឃើញថាកន្លែង active ហ្នឹងគឺ DNS service ហ្នឹងគឺកំពុងតែ run កំពុងតែដំណើរការហើយបន្ទាប់មកខ្ញុំឲ្យ service ហ្នឹងវាអាចឆ្លងកាត់តាម firewall ហ្នឹងបានអូខេបន្ទាប់ពីឆ្លងកាត់ហើយវា successful ហើយជំហានបន្ទាប់ហ្នឹងគឺអូខេបន្ទាប់ពីបាន check status ហើយយើងឃើញថាកន្លែង active ហ្នឹងគឺ DNS service ហ្នឹងគឺកំពុងតែ run កំពុងតែដំណើរការហើយបន្ទាប់មកខ្ញុំឲ្យ service ហ្នឹងវាអាចឆ្លងកាត់តាម firewall ហ្នឹងបានអូខេបន្ទាប់ពីឆ្លងកាត់ហើយវា successful ហើយជំហានបន្ទាប់ហ្នឹងគឺខ្ញុំនឹង reload command ខាងលើហ្នឹងដើម្បីឲ្យ firewall ហ្នឹង restart ម្ដងទៀតឲ្យវាដំណើរការយក command ខាងលើយកមកប្រើប្រាស់បានអូខេឥឡូវ firewall ហ្នឹងក៏បានដាក់ឲ្យវាឆ្លងកាត់រួច reload ហើយអូខេសម្រាប់ជំហានបន្ទាប់ហ្នឹងខ្ញុំនឹងឲ្យវា load ទៅកាន់ list of service ដែលអាចដំណើរការបាន
Okay បន្ទាប់ពីយើង check command ទៅកាន់ firewall នឹងហើយបន្ទាប់មកខ្ញុំនឹង edit ទៅកាន់ main configuration file ហើយខ្ញុំនឹងមើលទៅកាន់កន្លែង listening port lab port 53ហ្នឹងដូរពី IP address ហ្នឹងដូរទៅដាក់ any ខាងណាខ្លះហើយខ្ញុំនឹងដូរ allow queries ហ្នឹងពី localhost ទៅកាន់ any ដែរអូខេឥឡូវយើងបាន edit main configuration file ហើយឥឡូវហ្នឹងខ្ញុំនឹងចូលទៅកាន់ zone ហ្នឹងខ្ញុំចូលទៅកាន់ zone ហ្នឹងហើយនឹង add zone បន្ថែមខ្ញុំ control O enter មកហើយ control X ឥឡូវគឺវា save ចូលទៅក្នុង configure ចូលទៅក្នុង zone ហ្នឹងហើយគឺ name file ហ្នឹងបន្ទាប់ពី edit ឬក៏ add zone រួចមកហើយខ្ញុំនឹងចូលទៅកាន់ directory ឈ្មោះ name ហ្នឹងខ្ញុំនឹងបង្កើត file ដាក់នៅក្នុង directory មួយហ្នឹងអូខេបន្ទាប់ពី save configuration ឬក៏ save script អីហ្នឹងហើយខ្ញុំនឹង check permission ឬក៏ផ្លាស់ប្ដូរ permission របស់នេះហ្នឹងហើយខ្ញុំនឹង check ទៅកាន់ DNS configuration អូខេបន្ទាប់ពី check ទៅកាន់ DNS configuration មកហើយខ្ញុំនឹង check ទៅកាន់ zone ចេញអូខេហើយបន្ទាប់ពី check zone រួចមកហើយខ្ញុំនឹងធ្វើការ restart DNS server ហ្នឹងអូខេឥឡូវយើងហើយមកផ្នែកនៃ DNS server ឬក៏ primary server ហ្នឹងដោយ DNS server ហ្នឹងគឺបែងចែកមាន4ប៉ុន្តែនៅក្នុងនេះគឺក្នុងវីដេអូហ្នឹងគឺខ្ញុំធ្វើ2គឺមាន primary ឬក៏ master server ហើយនឹង secondary និង secondary ឬក៏ slave server ហើយអីបានមាន2ដោយសារតែពេលខ្លះអាចមានថាជាយថាហេតុគឺ primary server ឬក៏ master server ហ្នឹងវាអាច down ដោយសារតែមានជាបញ្ហាទៅកាន់ local hardware ឬក៏software misconfiguration file អញ្ចឹងទៅបានឲ្យ second server secondary ហ្នឹងឬក៏ backup ហ្នឹងវាចាប់ផ្ដើមដំណើរការកុំឲ្យថាពិបាកទៅដល់ customers ក្នុងការប្រើប្រាស់វាហ្នឹងនៅក្នុងវីដេអូបន្តហ្នឹងខ្ញុំនឹងបង្ហាញពីរបៀបដាក់ clone of CentOS ហ្នឹងជា secondary ឬក៏ slave DNS server ដើម្បីដាក់អាហ្នឹងជា secondary មុនដំបូងហ្នឹងយើងត្រូវ download និង download ទៅកាន់ bind download start enable ហើយទៅនឹងផ្លាស់ប្ដូរ permission របស់ firewall សិនបន្ទាប់ពី install រួចមកហើយខ្ញុំនឹង enable ហើយនឹង start DNS server នឹងអូខេឥឡូវបង្កើត DNS server ហើយខ្ញុំនឹង change permission របស់ firewall បន្ទាប់ពី change permission នឹងហើយខ្ញុំនឹង reload firewall នឹងសារជាថ្មីអូខេឥឡូវខ្ញុំនឹង check ទៅកាន់ status របស់ DNS server និង firewall ហ្នឹងអូខេយើងអាចឃើញថា system ហ្នឹងកំពុងតែដើរហើយឥឡូវ check status របស់ firewall បន្ទាប់មកយើងនឹងបង្កើតយើងនឹង edit configuration file ខ្ញុំនឹងផ្លាស់ប្ដូរកន្លែង listening port ហើយនឹង allow queries to any
ឥឡូវខ្ញុំផ្លាស់ប្ដូរ configuration file នឹងរួចមកហើយខ្ញុំនឹង add ចូលទៅកាន់ slave zone ដើម្បី add configuration path slave បន្ទាប់ពីខ្ញុំបាន restart មកហើយខ្ញុំនឹង check ទៅលើ slave zone នឹង wait ខ្ញុំនឹង resolve បញ្ហានឹងបន្តិចបន្ទាប់ពីខ្ញុំបានផ្លាស់ប្ដូររួចមកហើយខ្ញុំនឹង restart secondary បន្ទាប់ពី restart ខ្ញុំនឹងមើល wireless ម្ដងទៀតឥឡូវខ្ញុំសាក ping តើវាស្គាល់អត់អូខេបន្ទាប់ពីបាន resolve ទៅកាន់ problems ហ្នឹងហើយខ្ញុំនឹង list down ឬក៏ check មើលទៅកាន់ slave zone ហ្នឹងអូខេគឺយើងអាចឃើញមាន example.com ហ្នឹងហើយឥឡូវខ្ញុំនឹង ping ទៅកាន់ example.com ហ្នឹងតើវាចេញអត់អូខេឥឡូវវាចេញហើយឥឡូវខ្ញុំសាកយក Kali ដែលជា client ហ្នឹងសម្រាប់ធ្វើការ ping ម្ដងអូខេឥឡូវខ្ញុំ ping ចេញពី client នេះហើយគឺអានេះក៏អត់មាន configure ទៅជា DNS server ទេប៉ុន្តែវាជា client មួយហើយអាចស្គាល់ ping ទៅកាន់ ping ឃើញទៅកាន់ DNS server របស់យើងបានឥឡូវសាកping ជា IP address អានេះគឺជា primary ហើយ ping ទៅកាន់ secondary អូខេគឺយើងឥឡូវគឺយើងអាច ping ស្គាល់ទាំង domain name IP address របស់ primary និង IP address របស់ secondary អូខេបន្ទាប់ពីឃើញទៅលើ ping ទៅកាន់ IP address ឃើញទៅ DNS domain name ឃើញហើយខ្ញុំនឹងមើលទៅកាន់ NS lookup មើល DNS log ពីធ្វើការ server ធ្វើជា server ហើយឥឡូវហ្នឹងខ្ញុំកំពុងតែមើល NS lookup ឬក៏ DNS log ពី ping ពី example ហ្នឹងហើយគឺចូលមើលទៅកន្លែង NS lookup ហ្នឹងឬក៏មើល DNS log យើងឃើញថាវាកំពុងតែ log បានសម្រាប់ជ័យឥឡូវយើងទទួលបានជោគជ័យនៅលើទទួលបានជោគជ័យក្នុងការធ្វើ DNS server ដាក់នៅក្នុង Linux អរគុណលោកគ្រូ